ឆ្លើយហួសថ្លែងឧត្តមសេនីយ៍តូប៊ុនស៊ិនផាកខ្លាងមេបញ្ជាការភូមិភាគ2ថៃបញ្ជាក់ថាថៃមិនទៅ ICJ ទេបើចង់បានដីច្បាំងគ្នាទៅនៅពេលនេះថៃបានចេញមកប្រកាសសង្គ្រាមជាមួយកម្ពុជាហើយឧត្តមសេនីយ៍តូប៊ុនស៊ិនផាកខ្លាងមេបញ្ជាការភូមិភាគ2ថៃនៅពេលនេះបានចេញមកប្រកាសសង្គ្រាមជាមួយកម្ពុជាហើយដោយប្រើសម្ដីធ្ងន់ធ្ងរនិងបញ្ជាក់ខ្លាំងៗថាពួកគេមិនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាមួយកម្ពុជានោះឡើយនៅក្នុងคลิปវីដេអូមួយមេបញ្ជាការភូមិភាគ2ដ៏ចម្លើយរបស់ថៃម្នាក់នេះលែងចង់បានសន្តិភាពនិងភាពសុខសាន្តនៃប្រជាជនទាំងពីរប្រទេសហើយជនល្មើសសង្គ្រាមរូបនេះបានប្រកាសថាទឹកដីអញមាននៅទីនេះយូរមកហើយបើចង់បានត្រូវតែតស៊ូនិងបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាបញ្ហាប្រាសាទទាំង3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3យើងមិនប្តឹងផ្ដាល់ទៅតុលាការពិភពលោកនោះឡើយជនម្នាក់នេះក៏ស្រែកពាក្យខ្លាំងៗថាដីអញមាននៅទីនេះយូរមកហើយគ្រប់គ្រាន់បើចង់បានប្រយុទ្ធគ្នាទៅចប់កម្ពុជាមិនដែលចង់បានសង្គ្រាមនិងចង់មានសង្គ្រាមទៀតឡើយជាមួយប្រទេសជិតខាងព្រោះកម្ពុជាបានហែលឆ្លងកាត់និងជ្រក់ជ្រែងជាមួយសង្គ្រាមនេះរាប់សិបឆ្នាំមកហើយអតីតកាលប៉ុន្តែកម្ពុជាមានតែបង្ខំចិត្តត្រៀមវាយបកបើសិនទាហានថៃចូលឈ្លានពាននិងធ្វើសង្គ្រាមជាមួយកម្ពុជាមេដឹកនាំកម្ពុជារបស់កម្ពុជាទាំងសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតបានប្រកាសឲ្យថាកម្ពុជាអាចកំដរជាមួយថៃបានទាំងអស់គឺទាំងការទូតនយោបាយច្បាប់អន្តរជាតិនិងកម្លាំងយោធាត្រៀមវាយបកនិងសិទ្ធិការពារខ្លួនបើសិនទាហានថៃចូលមកឈ្លានពានសូមពូបងដែលជាកងទ័ពដ៏អង្អាចក្លាហានរបស់យើងនៅសមរភូមិជួរមុខត្រូវត្រៀមគ្រប់ស្ថានភាពនិងត្រៀមវាយកំទេចសត្រូវឈ្លានពានដោយដែលយើងបានបំបាក់កាលពីសង្គ្រាមនៅចន្លោះឆ្នាំ2008និង2011យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរដែលជាសមរភូមិក្រោយសូមជូនពរពូបងដែលជាយុទ្ធជនក្លាហានមានសុខភាពល្អសំណាងល្អនិងជោគជ័យលើសត្រូវឈ្លានពានស្ត្រីអ្នករកស៊ីចងការប្រាក់ម្នាក់ត្រូវតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួនពាក់ព័ន្ធករណីឆោបោកនិងរំលោភលើសេចក្តីទំនុកចិត្តស្ត្រីអ្នករកស៊ីចងការប្រាក់ម្នាក់ត្រូវបានអัยការអមសាលាដំបងរាជធានីភ្នំពេញចេញដីកាបញ្ជាឲ្យចូលខ្លួនពាក់ព័ន្ធករណីឆោបោកនិងរំលោភលើសេចក្តីទុកចិត្តលើជនរងគ្រោះជាច្រើនអ្នកសរុបទឹកប្រាក់ជាច្រើន$10,000សហរដ្ឋអាមេរិកផងដែរនេះបើយោងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ228អយោផរបស់អัยការអមសាលាដំបងរាជធានីភ្នំពេញដោយព្រះរាជអាជ្ញារងស៊ូសុជាតាយោងតាមដីកាបញ្ជាឲ្យខ្លួនស្ត្រីរូបនោះមានឈ្មោះវឿនស្រីពេជ្រមានគណនី Facebook រស់ស៊ូភេទស្រីអាយុ28ឆ្នាំជនជាតិខ្មែរមុខរបរចងការប្រាក់បង្វិលលុយរាប់លុយស្ថិតនៅផ្ទះលេខ24ផ្លូវ P21 ភូមិក្តីតាកុយសង្កាត់វាលស្បូវខណ្ឌច្បារអំពើរាជធានីភ្នំពេញត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនតាមពាក្យបណ្ដឹងសំណុំរឿងព្រហ្មទណ្ឌលេខ1990ចុះថ្ងៃទី8ខែមេសាឆ្នាំ2025របស់អัยការអមសាលាដំបងរាជធានីភ្នំពេញដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានឆោបោកនិងរំលោភលើទំនុកចិត្តតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះហរាគឹមណៃភេទស្រីអាយុ31ឆ្នាំតាមប្រភពពីជនរងគ្រោះបានបញ្ជាក់ផងដែរថាស្ត្រីសង្ស័យខាងលើបានប្រកបរបររកស៊ីចងការប្រាក់រាប់លុយបង្វិលលុយឆោបោករំលោភសេចក្តីទុកចិត្តលើជនរងគ្រោះជាច្រើនអ្នកបច្ចុប្បន្នស្ត្រីជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញកំពុងសាកសួរតាមនីតិវិធី